Bây giờ nàyយើងចាប់ផ្ដើមហៅលុយ$10ក្នុងមួយថ្ងៃបើយើងទៀតឃើញថាទីផ្សារនេះវាចាប់ផ្ដើមចុះវាបង្កើត trend ចុះចុះយើង sell មួយមកហើយបើជាគោ trend line ឃើញថាវាបានប៉ះជាមួយនឹង trend line ហើយដាក់ trend line មួយមកចាប់លេខកំពូលរបស់វាបើសិនជាយើងចាំមើលឃើញវាប៉ះហើយបើយើងចុចវាខាតពេលអញ្ចឹងយើងអាចឆ្មានយកហ្មងភាគរយដែលអាចធូរវាខ្ពស់តែឥឡូវយើងធូរមួយបាន$2នេះtrend ឡើងហើយឃើញថាដើមទៀនហ្នឹងវាឡើងតាមខ្សែអញ្ចឹងខ្ញុំគិតថាវានឹងឡើងបន្តទៀតយើងគូ trend line មួយមកឃើញថាវាមាន trend ទំនោររបស់វាគឺឡើងដាក់ខាងលើមួយទៀតខ្ញុំគិតថាវាទៅប៉ះអាហ្នឹងឬក៏នៅលើហ្នឹងបន្តិចបានវាធ្វើការចុះមកវិញបើវាចុះភ្លាមៗវាអត់ចុះយើងបាន2 trade đấy $4ហើយនេះខ្ញុំឃើញថា trend នេះគឺ trend ចុះខ្ញុំដាក់បន្ទាត់ trend មួយមកចាប់លេខកំពូលរបស់វាដើមទៀននេះវាមានកម្លាំងបាយឬក៏ sell ខ្លាំងអញ្ចឹងបើវាចុះលឿនតែបើវាឡើងខ្ពស់ដែរវាឡើងបាត់ហើយបើយើងមើលតាម moving average ឃើញថាវាទីផ្សារគឺឡើងចុះវាចុះហើយឡើងចុះអញ្ចឹងវាដល់ពេលដែលត្រូវឡើងយើងទិញខុសតិចដោយសារយើងមើលអត់តាន់យើងចាប់អត់តាន់នេះ trend ចុះប៉ុន្តែវាចេញតម្រង់កោងឡើងអញ្ចឹងវាដល់ពេលដែលវាធ្វើឡើងវិញខ្សែកងឲ្យមើលវាគាំងវាសាក់គាំងមកđấyដោយសារយើង trade លើទូរស័ព្ទដល់ពេលយើង screen record វាទៅវានេះវាគាំងដាក់លួនចុចអត់មកហើយយើងត្រូវដាក់តោមកក្រោមឲ្យមើលតែវាគាំងមកđấyថាជាថៅចាំយើងទូរស័ព្ទគាំងបន្តទៀតអត់កើតយើងខុសមួយត្រូវ3អញ្ចឹងបាន$6ឯហ្នឹង